ជំរាបសួរលោកគ្រូខ្ញុំឈ្មោះយុនគឹមស៊ីងហើយខ្ញុំមកពីក្រុម H10 អញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងធ្វើការ record video ជូនលោកគ្រូដែល topic ហ្នឹងធ្វើទាក់ទងជាមួយនឹង Pi អញ្ចឹងនៅក្នុងហ្នឹងគឺលោកគ្រូមាន3 requirement អញ្ចឹងrequirement ទាំង3ហ្នឹងមុននឹងធ្វើបានក៏ត្រូវ connect ចូល SX ដូចគ្នាអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំ connect ចូល SX ហើយអញ្ចឹងឥឡូវគឺចូលទៅ requirement ទី1តែម្ដងអញ្ចឹងនៅក្នុងហ្នឹងគឺគេថា show username ខ្ញុំប្រើ command មួយដើម្បី show username គឺខ្ញុំប្រើថា who am I អញ្ចឹង username របស់ខ្ញុំឈ្មោះថាគឹមស៊ីងអញ្ចឹងឥឡូវចូលដល់ command ទី2និយាយទាក់ទងជាមួយនឹង list ហើយនឹង take 3 line ឥឡូវខ្ញុំ list មើលសិនខ្ញុំប្រើ command ls ដាក់ជាមួយនឹង lh អញ្ចឹងឃើញប៉ុណ្្នឹងហើយឥឡូវខ្ញុំtake 3 line ដើម្បីចេញមកខ្ញុំប្រើ ls ដាក់ lh ខ្ញុំប្រើ pi head.3 អូខេអញ្ចឹងបានឃើញហើយជា3 line ឥឡូវចូលដល់ command មួយទៀតគឺចំណុចទី3គឺ create file and write many line then take 3 line to show in terminal អញ្ចឹងកន្លែងហ្នឹងគេចង់និយាយថាយើង create file សិនហើយយើងសរសេរអីក៏បានដែរមួយចំនួនទៅតមកបាន take 3 line មក show នៅក្នុង terminal ហ្នឹងអញ្ចឹងខ្ញុំប្រើដើម្បីដំបូងគឺត្រូវ create file សិនអញ្ចឹងខ្ញុំប្រើ command មួយដើម្បី create file ខ្ញុំប្រើ vim ហើយខ្ញុំប្រើពាក្យថាដោយសារកន្លែងហ្នឹងខ្ញុំមានឈ្មោះថា folder ចុះឥឡូវខ្ញុំប្រើឈ្មោះថា test 2ចុះដល់ជាមួយនឹង txt និយាយទៅកន្លែងហ្នឹងកន្លែង vim ហ្នឹងយើងអាចប្រើ nano ក៏បានតែខ្ញុំសុំប្រើ nim អូខេអញ្ចឹងដើម្បីសរសេរ text ចូលបានយើងត្រូវ click អក្សរ I សិនតមកទៀតយើងវាយចូលមិនក៏បានដែរខ្ញុំប្រើវាយថា school student money cat dog house ចឹងខ្ញុំវាយប៉ុណ្ណឹងសិនចឹងពេលខ្ញុំវាយហើយគឺខ្ញុំត្រូវចុច escape តមកទៀតចុចសញ្ញាចុច2នេះមកខ្ញុំចុចអក្សរ I សម័យសិនយ៉ាអូខេចុច2មកហើយតមកខ្ញុំវាយពាក្យថា wq and then enter អញ្ចឹងពេលបានហើយខ្ញុំនឹងប្រើ command មួយទៀតគឺ show វាមើលសិនប្រើ command cat ហើយប្រើពាក្យមិញ test.txt អូខេអញ្ចឹងនេះជាទិន្នន័យមិញដែលខ្ញុំវាយចូលទាំងអស់មាន6យ៉ាតមកទៀតគឺយើង take តែ3 line ទេអញ្ចឹងដើម្បី take 3 line ហ្នឹងចេញគឺខ្ញុំប្រើ command មួយទៀតគឺប្រើ cat test.txt ប្រើពាក្យថាប្រើ pi កន្លែងហ្នឹង no ខ្ញុំប្រើ no ហ្នឹងដើម្បីវាមកជា line ពីលើចុះក្រោមមក3ហើយមួយទៀតខ្ញុំប្រើ head slash ដក 3 yes អូខេអញ្ចឹងឥឡូវឃើញនេះគឺកន្លែង no ហ្នឹងគឺចង់បង្ហាញថាយើងសូពីលើចុះក្រោមហើយកន្លែង head ដក 3 ហ្នឹងមានន័យថាយកតែ3 line ឯង select 3 line ដូចតែក្នុងនេះអញ្ចឹងឥឡូវហ្នឹងគឺចេញមក3 line ឯង school student ហើយនឹង money អូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងសូមអរគុណលោកគ្រូដែលបានទស្សនាវីដេអូរហូតដល់ចប់អរគុណច្រើនលោកគ្រូជំរាបលា
។